7 ឆ្នាំនេះពុកម៉ែតែងស៊ូក្នុងនាមជាគ្រូតស៊ូយប់ថ្ងៃទួងក្តៅរងាក៏មិនហាស្ដីដើម្បីកូនស្រីដើម្បីកូនស្រីថ្លៃថ្លើមពន្លោថ្លៃថ្លើមពន្លោ7 ឆ្នាំនេះពុកម៉ែប្រឹងណាស់ដើម្បីតែផ្លាំងជីវភាពគ្រួសារហើយក៏ដើម្បីសេរីពុទ្ធិកាធំឡើងពេលណាធំឡើងពេលណាមានគ្រប់មានសពសេរីពុទ្ធិកា7 ឆ្នាំនេះមិនស្រួលមែនពិតតែបាននៅចិត្តកូនស្រីសំណំធ្វើឲ្យពុកម៉ែបាត់អស់នឿយហត់ព្រោះកូនជាទ្រព្យកំណត់ពុកម៉ែព្រោះកូនជាទ្រព្យកំណត់ពុកម៉ែ7 ឆ្នាំនេះពុកម៉ែសូមផ្ដាំកូនអើយត្រូវចាំកូនគុំបំភ្លេចពេលកូនលំបានត្រូវទ្រាំជានិច្ចសៀវភៅនឹងប៊ិចសៀវភៅនឹងប៊ិចផ្លាស់ប្ដូរវាសនាផ្លាស់ប្ដូរវាសនា7 ឆ្នាំនេះទុកជាមេរៀនទុកជាមេរៀនដែលបានបង្រៀនកូនឲ្យខ្លាំងក្លាត្រូវយកចំណេះនិងចរិយាក៏សាងរដ្ឋាដូចជាពុកម៉ែក៏សាងរដ្ឋាដូចជាពុកម៉ែរដ្ឋាដូចជាពុកម៉ែ